តោះមកមើលពីការបូកប្រភេទទាំងអស់គ្នាអញ្ចឹងប្រភេទនៃថាគឺជាទម្រង់លេខដែលត្រូវបានបែងចែកជាពីរផ្នែកគឺខាងលើរបស់ចែកគឺជាភាគយកខាងក្រោមគឺជាភាគបែងឧទាហរណ៍1ភាគ2បែបហ្នឹងមានថាលេខ1ខាងលើជាភាគយកខាងក្រោមលេខ2នេះគឺជាភាគបែងអញ្ចឹងលេខរបស់យើងប្រភេទនីមួយៗគឺវាអាចមានភាគយកនិងភាគបែងប្រមាណក៏បានដែរហើយជាចំនួនពិតយើងអញ្ចឹងយើងមើលការបូកប្រភេទទាំងអស់គ្នាអញ្ចឹងការបូកប្រភេទហ្នឹងគឺយើងត្រូវបូកមិនករណីទី1គឺគ្រូឧទាហរណ៍ពីការបូកប្រភេទដែលមានភាគបែងដូចគ្នាអញ្ចឹងន័យថាលេខខាងក្រោមដូចគ្នាខាងលើមិនទៅអញ្ចឹងឧទាហរណ៍ថាលោកគ្រូយកទីកគេឲ្យ1លើ2បូកគ្នាជាមួយនឹង5លើ2អញ្ចឹងបូកទៅដោយសារតែភាគនេះភាគបែងនេះគឺដូចគ្នាណាអញ្ចឹងភាគបែងដូចគ្នាគឺជាករណីពិសេសដែរក្បួននៃការបូកប្រភេទគឺយើងត្រូវយកភាគយកបូកជាមួយភាគយកហើយភាគបែងរក្សាទុកនៅកណ្ដាលអញ្ចឹងយើងរក្សាភាគបែងនៅកណ្ដាលគឺលេខ2ហើយភាគយកយើងយកបូកចូលគ្នាគឺ1បូក5អញ្ចឹងឃើញ6លើ2អញ្ចឹងឃើញ3ចែកមកលេខណាដែលយើងចែកដាច់ក៏យើងចែកទៅបើអត់ទេយើងសម្រួលមកអញ្ចឹងឧទាហរណ៍ផ្សេងទៀតឲ្យតែភាគបែងដែលវាមានលេខដែលមានភាគបែងដូចគ្នាយើងអាចបូកបញ្ចូលគ្នាបានដូចថា1លើ8បូកជាមួយនឹង7លើ8អញ្ចឹងភាគបែងនេះគឺ8ដូចគ្នាមែនទេគ្រូចាប់វាជាកតាបានអញ្ចឹងនៅសល់តែខាងលើបូកគ្នាគឺ1បូក7គឺ8លើ8ណាអញ្ចឹងគឺចែកមកឃើញ1អញ្ចឹងទៅអញ្ចឹងការបូកប្រភេទគឺងាយស្រួលទេបើករណីគេឲ្យមកវាមានភាគបែងដូចគ្នាเราថា1លើ5បូកនឹង1លើ5អញ្ចឹងវាច្បាស់ជាឃើញយកភាគបែងបូកភាគបែងគឺ1បូក1ឃើញ2ភាគបែងរក្សានៅដដែលគឺ2លើ5អញ្ចឹងបើយើងចែកបើសិននៅក្នុងរូបវិទ្យាគឺយើងអាចចែកវាបានចូលជាចំនួនទស្សភាគតែនៅក្នុងគណិតវិទ្យាយើងដាក់តែ2លើ5អញ្ចឹងក៏បានដែរបាទអញ្ចឹងនេះគឺជាករណីភាគបែងដែលវាដូចគ្នាយើងស្រួលបូកទេចុះបើសិនករណីភាគបែងវាខុសគ្នាអញ្ចឹងវាបែងខុសគ្នាគឺជាអីដែលយើងត្រូវគិតបន្តិចរៀងវែងឆ្ងាយតិចណាអញ្ចឹងយើងដាក់ករណីលេខ2គឺករណីប្រភេទមានភាគបែងខុសគ្នាអញ្ចឹងយើងបូកមិនវិញឧទាហរណ៍ថាកយើងគឺ1លើ2បូក1លើ3អញ្ចឹងភាគបែងវាប្រភេទទី1មានភាគបែង2ប្រភេទទី2មានភាគបែង3អញ្ចឹងយើងមិនអាចបូកគ្នាដល់ងាយស្រួលបានទេយើងធ្វើការតម្រូវភាគបែងសិនអញ្ចឹងយើងទៅចាំណាក្នុងការបូកប្រភេទតតែប្រភេទហ្នឹងវាមានភាគបែងដូចគ្នាតែយើងអាចបូកបញ្ចូលគ្នាបានអញ្ចឹងបើក្រា1 2 1 3អញ្ចឹងយើងត្រូវតែធ្វើការសេរីភាគបែងហ្នឹងយ៉ាងណាឲ្យលេខវាខ្លាចជាលេខមួយដែលមានតម្លៃដូចគ្នាអញ្ចឹងវិធីនៅក្នុងការតម្រូវគឺយើងត្រូវយកអា2ហ្នឹងភាគបែងទាំងពីរយកមកគុណគ្នាមកអញ្ចឹងមើលថាយក2គុណនឹង3វាបាន6អញ្ចឹងប្រភេទទី1យើងយក2គុណនឹង3រីឯប្រភេទទី2គឺយើងយក3គុណនឹង2អញ្ចឹងករណីបើសិនគេឲ្យជាតម្រង់ភាគបែងដែលវាមានប្រភេទតែ2ណាមានប្រភេទតែ2បែបហ្នឹងគឺយើងគ្រាន់តែយកគុណគ្នាមកគឺយកភាគបែងទី1គុណភាគបែងទី2ឃើញភាគបែងរួមគឺ6អញ្ចឹងប្រភេទទី1គឺដើម្បីចេញ6តែយើងយក2គុណនឹង3ប្រភេទទី2គឺយក3គុណ2អញ្ចឹងណាអញ្ចឹងកាលណាបើសិនជាភាគបែងគុណនឹង3ខាងលើនេះភាគយកដែលមានលេខ1នេះក៏ត្រូវគុណនឹង3ដែរអញ្ចឹង1គុណនឹង3ដែរចំណែកឯប្រភេទទី2វិញគឺភាគបែងវាគឺ3អញ្ចឹងដើម្បីបាន6គេយកគុណនឹង2អញ្ចឹងលេខ1ដែលជាភាគយកហ្នឹងក៏គុណនឹង2ដែរអញ្ចឹងលក្ខណៈពិសេសនៃការតម្រូវភាគបែងគឺបើសិនជាភាគនេះភាគបែងខាងក្រោមគុណប៉ុន្មានភាគយកគុណនឹងប៉ុណ្្នឹងដែរភាគបែងខាងក្រោមគុណប៉ុន្មានភាគយកគុណប៉ុណ្្នឹងដែរអញ្ចឹងពេលដែលបានប៉ុណ្្នឹងហើយយើងចាប់ផ្ដើមធ្វើការយកវាមកបូកគ្នាមកយើងអាចគុណប្រភេទនីមួយៗសិនណា1គុណ3គឺបាន3អញ្ចឹង3លើ6បូកនៅនេះ1គុណ2គឺ2ចែកនឹង3គុណ2គឺ6អញ្ចឹងយើងត្រូវបានតម្លៃរួមអញ្ចឹងគឺ3បូក2គឺឃើញ5ភាគបែងរក្សានៅទុកដដែលគឺ5លើ6អញ្ចឹងបេសកកម្មរបស់យើងគឺមុននឹងយើងបូកប្រភេទហ្នឹងយើងត្រូវធ្វើម៉េចតម្រូវភាគបែងឲ្យវាមានតម្លៃដូចគ្នាសិនទើបយើងអាចបូកចូលគ្នាបានហើយការបូកនោះយើងបូកតែភាគយកទេបូកតែខាងលើទេបាទអញ្ចឹងឧទាហរណ៍បន្តទៀតបើសិនជាគេឲ្យមក1លើអត់ថា1លើ4បូកនឹង1លើ5អញ្ចឹងយើងបានប៉ុន្មានយើងបានគឺយកភាគបែងរួមគឺយើងគ្រាន់តែយក2នឹងគុណគ្នាទៅ4គុណនឹង5ហើយអាភាគបែងទី2គឺ5គុណនឹង4ចេញមក20ដូចគ្នាហ្នឹងឯងអញ្ចឹងខាងលើនេះបើកាលណាយើងយកភាគបែងខាងក្រោមគុណនឹង5ខាងលើលេខ1គុណនឹង5ដែរភាគទី2អញ្ចឹងដែរបើសិនលេខ5នេះគុណនឹង4អញ្ចឹងខាងលើដែលមានលេខ1ស្រាប់នេះលេខ1ចាស់នេះគឺក៏គុណនឹង4ដែរអញ្ចឹងចំណោយឃើញមែនឃើញ5លើ20បូកនឹង4លើ20បូកចូលគ្នា5បូក4គឺ9 20រក្សាទុកនៅដដែលគឺ20លើសំដៅគឺ9លើ20